សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដែលបានចូលមកកាន់ Channel របស់យើងខ្ញុំហើយក៏សូមអរគុណសម្រាប់ការចុច Like និងដាក់សញ្ញាកណ្ដឹងរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរហើយរឿងរ៉ាវមួយនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងទៅលើក្រុមគ្រួសារមួយដែលរស់នៅក្នុងភូមិដាច់ស្រយាលមួយពីភូមិនានានៃទីរួមខេត្តដូច្នេះសូមប្រិយមិត្តមេត្តាស្ដាប់សាច់រឿងនេះហើយពិចារណាតាមការគួរឬស្ដាប់ទុកគ្រាន់តែជាការកែកម្សាន្តក៏បានដែរតោះដើម្បីកុំឲ្យខាតពេលវេលាយូរដូច្នេះយើងទៅតាមដានទស្សនាសាច់រឿងជាមួយគ្នាទាំងអស់គ្នាដូចតទៅមានភូមិតូចមួយដែលរស់នៅដាច់ស្រយាលតាមជួរភ្នំដងរែកនៃប្រជាណាចក្រកម្ពុជាយើងដែលភូមិនោះមិនសូវជាមានប្រជាជនរស់នៅច្រើនប៉ុន្មាននោះទេហើយប្រជាជននៅក្នុងភូមិនោះចូលចិត្តប្រកបការងារធ្វើស្រែចម្ការនិងបរបាញ់សត្វនៅក្នុងព្រៃដើម្បីធ្វើជាអាហារប្រចាំថ្ងៃរបស់ពួកគេមានផ្ទះប្តីប្រពន្ធ2នាក់ដែលពួកគេបានរៀបការយូរណាស់មកហើយដែរតែពួកគេមិនទាន់មានបុត្រធីតាអីនោះទេបុរសជាប្តីគាត់មានឈ្មោះថាបុលហើយប្រពន្ធវិញនាងមានឈ្មោះថានាងចិន្តាមានព្រឹកថ្ងៃមួយគណៈពេលដែលបងបុលគាត់កំពុងតែរវល់ដាក់ចំណីឲ្យមាន់ទានៅមុខផ្ទះរបស់គាត់ដែលពួកគាត់ចិញ្ចឹមទុកនឹងគ្រាន់ធ្វើជាម្ហូបអាហារពេលមានភ្ញៀវមកលេងផ្ទះម្ដងគណៈពេលដែលបងបុលកំពុងតែដាក់ចំណីឲ្យសត្វមាន់ទារបស់គាត់សត្វថែរំពេចនោះមានឮសូរសំឡេងម៉ូតូមួយគ្រឿងជិះត្រៀមមកឈប់នៅមុខផ្ទះរបស់បងបុលហើយបរិសុទ្ធម្នាក់ដែលបានបើកម៉ូតូមកឈប់នោះគឺជាមិត្តភក្តិចំនួននៅរៀនរបស់បុលដែលគាត់មានឈ្មោះថានីខុមគាត់ក៏ជាអ្នករស់នៅភូមិក្បែរនឹងភូមិរបស់បុលដែរពេលដែលបុលឃើញនីខុមជិះម៉ូតូមកឈប់នៅមុខផ្ទះរបស់គាត់អញ្ចឹងគាត់ក៏សួរថាហើយចុះឯងទៅណាមកណាមិនបានមកដល់ទីនេះអញ្ចឹងវើយពេលនោះនីខុមឆ្លើយទៅវិញភ្លាមថាគ្នានឹកដល់មិត្តភក្តិឯងនឹងវើយនីខុមឆ្លើយទាំងទឹកមុខញញឹមហើយគាត់ក៏បានក្រឡេកភ្នែកទៅមើលឯខាងផ្ទះរបស់បុលក៏បន្តសួរទៀតថាខំឯងកំប្រាប់គ្នាថាកំពុងតែលងស្នេហ៍ក្រមុំនៅក្នុងភូមិនេះឲ្យសោះណាឲ្យស្រួលបួលទៅវើយឯងគិតដល់យើងឬក៏ឯងគិតដល់អ្នកណាផ្សេងទៀតទេដឹងខុមពេលនោះនីខុមគាត់ក៏ញញឹមញញែមហើយនិយាយថាបុលខ្លួនឯងធ្វើដូចមិនដឹងថាបើមិត្តភក្តិម្នាក់នេះមកទីនេះគឺដោយសារអ្វីហើយបុលហើយនីខុមពួកគាត់ទាំងពីរនាក់រាប់អានគ្នាជាមិត្តភក្តិយូរណាស់មកហើយតាំងតែពីជំនាន់នៅរៀនមកម្លេះបើទោះបីជាពួកគេមានអាយុខុសគ្នាជាច្រើនឆ្នាំក៏ដោយតែនិស្ស័យដែលចូលចិត្តដើរព្រៃដូចគ្នាទើបធ្វើឲ្យពួកគេមានភាពស្និទ្ធស្នាលគ្នាជាពិសេសហើយមកថ្ងៃនេះគឺថានីខុមគាត់តាំងចិត្តមកបបួលបុលឲ្យចូលទៅក្នុងព្រៃជាមួយគ្នានីខុមបាននិយាយទៅកាន់បុលថាខ្ញុំបានឮថាមានព្រៃមួយកន្លែងដែលនៅម្ដុំភូមិបុលឯងនេះខ្ញុំឮគេថាព្រៃមួយនោះគឺជាព្រៃដែលសម្បូរបែបខ្លាំងណាស់សម្បូរទៅដោយសត្វគ្រប់ប្រភេទជាពិសេសសត្វមាន់ព្រៃតែម្ដងហើយដូច្នេះខ្ញុំចង់ឲ្យបុលឯងជួយនាំគ្នាចូលទៅបរបាញ់សត្វមាន់ព្រៃបន្តិចមើលបានទេបុលពេលនោះបុលនិយាយបណ្ដើរហើយលូកដៃបណ្ដើរទៅចាប់យកផ្តិលទឹកពីប្រពន្ធរបស់គាត់មកផឹកហាក់ដូចជាមិនចង់ឲ្យប្រពន្ធដឹងអំពីរឿងចូលក្នុងព្រៃនោះទេហើយបាននិយាយថាអាជាយភូមិដូចជាអត់មានទេតែបើសួរថាមានគឺក៏ត្រូវចូលទៅក្នុងព្រៃជ្រៅជាងនឹងទៅទៀតគឺដឹងតែមានហើយគឺនៅក្នុងព្រៃមួយទៀតដែលមិនសូវមានអ្នកភូមិណាចូលទៅបរបាញ់នោះទេដោយអ្នកភូមិម្នាក់ខ្លាចរអានឹងព្រៃមួយនោះណាស់ថាជាព្រៃទាប្រលឹងម្នាក់ខ្លាចសូម្បីតែឈ្មោះ
ស្ដាប់ទៅដូចជាមិនសាហាវដូចអ្នកខ្លាចរអានោះថានោះទេខ្ញុំឮគេនិយាយគ្នាតែខ្លួនខ្ញុំក៏មិនធ្លាប់បានទៅព្រៃនោះដែរនៅពេលដែលបុលគាត់និយាយបែបនេះធ្វើឲ្យប្រពន្ធសម្លាញ់របស់គាត់ពេលដែលបានឮហើយគឺថាទឹកមុខរបស់គាត់មិនសូវសប្បាយចិត្តអីនោះទេហើយនាងបានបញ្ចេញកាយវិការហាក់ដូចជាមិនចង់ឲ្យប្តីរបស់នាងចូលទៅក្នុងព្រៃនោះទេពេលនោះនាងក៏បានប្រាប់ទៅបុលថាបងកុំចូលទៅអីណាខ្ញុំធ្លាប់បានឮពុកគាត់និយាយថាព្រៃនោះគឺជាព្រៃទាប្រលឹងគួរឲ្យខ្លាចខ្លាំងណាស់ហើយសម្បូរទៅដោយពពួកអមនុស្សសាហាវនិងមានអធិដ្ឋានផងដែរពេលនោះបុលឆ្លើយទៅវិញថាគួរឲ្យខ្លាចយ៉ាងម៉េចទៅអូនយ៉ាងណាបងក៏ធ្លាប់ឃើញអ្នកភូមិយើងចូលទៅទីនោះជារឿយៗមកហើយដែរប្រពន្ធបុលក៏តបទៅវិញថារឿងនេះខ្ញុំក៏មិនប្រកាសចិត្តដែរហ្នឹងណាបងតែបងជឿខ្ញុំចុះកុំនាំគ្នាចូលទៅអីនាំតែមានគ្រោះថ្នាក់ទេជឿតាមតែពុកទៅទោះបីប្រពន្ធសម្លាញ់របស់បុលគាត់ខំដាស់តឿនដោយការព្រួយបារម្ភយ៉ាងណាក៏ដោយតែបុលគាត់បានតាំងចិត្តថានឹងសាកល្បងចូលទៅក្នុងព្រៃទាព្រលឹងនោះឲ្យខានតែបានហើយម្យ៉ាងវិញទៀតគាត់គិតថាគ្រាន់តែចូលទៅព្រៃលើកនេះមិនមែនទៅដេកផ្លូវឯណាគឺគាត់ទៅវិលល្ងាចនោះទេនោះក៏វាមិនអាចមានអ្វីកើតឡើងបានឡើយណាមួយសម្រាប់ថ្ងៃនេះមិត្តភ័ក្តិស្និទ្ធស្នាលដូចយ៉ាងនាយខុំគឺថាកាន់តែសប្បាយចិត្តឥតព្រួយបារម្ភអ្វីឡើយដូច្នេះពួកគេក៏រៀបចំរបស់របរដែលប្រើប្រាស់ដែលចាំបាច់រៀបរយហើយនោះក៏នាំគ្នាដើរកាត់វាលចូលព្រៃតាមព្រៃក្រោយភូមិភ្លាមតែម្ដងហើយមុននឹងឆ្ពោះទៅដល់ជើងភ្នំគឺត្រូវប្រើពេលអស់ជាង1ម៉ោងទើបបានមកដល់តំបន់ព្រៃទាព្រលឹងនោះពេលដែលពួកគេឈានជើងចូលទៅក្នុងព្រៃនោះលើកដំបូងបុលគាត់ក៏ចាប់អារម្មណ៍ភ្លាមថាមានសភាពខុសគ្នារវាងព្រៃដែលគាត់ធ្លាប់បានចូលពីមុនមកព្រោះថាព្រៃមុនដែលគាត់ធ្លាប់ចូលគឺផ្នែកខាងក្រៅរបស់ព្រៃវាតែងតែមានអាកាសធាតុក្តៅស្អុះស្អាប់ណាស់តែចម្លែកអីតែព្រៃមួយនេះទេបែរជាប្រែជាត្រជាក់ដែលរកប្រាប់អ្វីមិនត្រូវទាល់តែសោះកាន់តែដើរចូលទៅជ្រៅទៅអាកាសធាតុកាន់តែត្រជាក់ទៅរងាឡើងចង់រឹងធ្ងៀមទៅហើយពួកគេដើរមិនយូរប៉ុន្មានក៏ប្រទះឃើញវងសត្វមាន់ព្រៃមួយក្រុមដែលកំពុងតែកកាយដីរកចំណីនៅក្រោមដើមឈើធំមួយហើយគេឃើញថាមាន់ព្រៃអាចឈ្មោលមួយក្បាលវានៅឈរគៀងមាន់ញីជាច្រើនក្បាលដោយវាឈរដកក្បាលយ៉ាងសប្បាយអត់ដឹងថាពួកវាកំពុងស្ថិតនៅក្រោមកណ្ដុងកំភ្លើងពីរដើមដែលកំពុងតែតម្រង់ទៅរកហ្វូងរបស់ពួកវានោះទេពេលនោះបុលគាត់បានឲ្យសញ្ញាទៅនីខុំគាត់ក៏បានកេះកៃហើយពេលនោះសំឡេងកំភ្លើងពីរគ្រាប់ក៏លាន់ឮឡើងក្នុងពេលវេលាជិតគ្នាលាន់ឮតែផាំងសំឡេងកំភ្លើងលាន់កងរំពងពេញព្រៃរហូតទល់តែសត្វមាន់ព្រៃទាំងនោះស្លុតចិត្តរត់បែកហ្វូងគ្នាប្រងព្រៀបនាំគ្នាហោះរត់ខ្ចាត់ខ្ចាយទៅគ្រប់ទិសទីចំណែកឯសត្វដែលរងគ្រោះត្រូវដេកដួលស្លាប់នៅនឹងកន្លែងភ្លាមនោះនីខុំក៏រត់ចូលទៅចាប់យួរសត្វមាន់ព្រៃនោះយកត្រឡប់មកហើយនិយាយថាគ្រាន់តែចូលបានត្រឹមនេះសោះក៏ស្រាប់តែបាន3ក្បាលទៅហើយសង្ស័យថាថ្ងៃនេះពួកយើងប្រកាសជាបានយួរមាន់ព្រៃមកពេញដៃត្រឡប់ទៅផ្ទះវិញហើយមើលទៅនោះនីខុំញញឹមញញែមសើចយ៉ាងក្អាស់ក្អាយចេញធ្មេញស្ងាញយ៉ាងសប្បាយចិត្តតែហេតុការណ៍ក្រោយពីនោះមកទៀតវាបែរជាក្រឡាប់ចាក់ផ្ទុយពីអ្វីដែលពួកគេបានគិតទុកទៅវិញពីព្រោះថាបើទោះបីជាពួកគេខំដើរចូលទៅក្នុងជ្រៅប៉ុណ្ណាក៏ដោយក៏ពួកគេមិនបានប្រទះឃើញសត្វមាន់ព្រៃអីទៀតនោះទេក្រៅតែអំពីសត្វស្វា
ស្រែកជជែកចចាយកងរំពងពេញព្រៃតែប៉ុណ្ណោះហើយសត្វស្វាទាំងនោះមិនមែនជាប្រភេទសត្វដែលពួកគេត្រូវបរបាញ់នោះដែរលុះដើរយូរទៅដោយមិនបានប្រទះឃើញសត្វមាន់ព្រៃអីទៀតសោះពួកគេក៏នាំគ្នាឈប់សម្រាកដើម្បីហូបអាហារបន្តិចសិនគ្រាន់នឹងមានកម្លាំងដើម្បីដើរទៅមុខទៀតហើយអាហាររបស់ពួកគេគឺគ្មានអ្វីក្រៅតែពីសាច់មាន់ព្រៃដែលបរបាញ់បាននោះទេពួកគាត់ក៏រៀបចំបង្កាត់ភ្លើងប្រឡាក់សាច់ហើយអាំងមួយក្បាលភ្លាមតែខណៈពេលដែលពួកគេកំពុងតែអាំងសាច់មាន់ព្រៃនោះស្រាប់តែបុលគាត់ក៏លាសភ្នែកទៅក៏ប្រទះឃើញមានផ្សិតពណ៌សធំប៉ុននឹងកណ្ដាប់ដៃហើយដើមវាឡើងខ្លំដុះឡើងពីពេញដើមឈើធំមួយដែលនៅមិនឆ្ងាយពីពួកគេប៉ុន្មាននោះទេពេលនោះបុលគាត់ក៏ក្រោកឈរឡើងហើយដើរទៅមើលថាតើវាជាផ្សិតអ្វីឲ្យប្រកបហើយផ្សិតនោះវាអាចញ៉ាំបានឬទេនៅពេលដែលគាត់ដើរទៅដល់ហើយអោនទៅមើលចិត្តទើបដឹងថាវាមិនមែនជាផ្សិតនោះទេរំពេចនោះគាត់ក៏ប្រញាប់បក់ដៃជាសញ្ញាហៅទៅដៃគូរបស់គាត់ម្នាក់ទៀតគឺនីខុមឲ្យដើរមកជួយមើលគ្នាដោយភ្នែករបស់គាត់កំពុងតែសម្លឹងមើលទៅខាងក្រោមដើមផ្សិតទាំងនោះដែលនៅចំពោះមុខគាត់ហាក់ដូចជាមិនគួរឲ្យទុកចិត្តទល់តែសោះពេលនោះនីខុមក៏ស្ទុះដើរមកមើលយ៉ាងលឿនហើយចាប់កាន់ពងឡើងមកមើលដោយសួរទៅបុលថានេះគឺជាពងអ្វីទៅបុលរំពេចនោះបុលបានប្រញាប់ទាញនីខុមឲ្យថយក្រោយឲ្យឆ្ងាយពីវាបន្តិចប្រហែលអាចជាពងពស់ថ្លាន់ហើយនីខុមក៏តបទៅបុលវិញភ្លាមថាចាំមួយផ្លែតខ្ញុំសាកល្បងយកវាទៅអាំងលោមើលធានាថាឆ្ងាញ់មាត់ខ្លាំងណាស់ហើយមើលទៅនោះពេលនោះបុលក៏មិនបានខាត់នីខុមក្នុងការយកពងនោះមកអាំងចំអិនជាអាហារអីនោះដែរមួយសន្ទុះក្រោយមកពេលវេលានៃការចំអិនសាច់មាន់ព្រៃនិងពងពស់នោះក៏ឆ្អិនល្មមពួកគេញ៉ាំសាច់មាន់ព្រៃឡើងពេញមាត់ព្រោះវាឆ្ងាញ់ស្រាប់ទៅហើយចំណែកឯពងពស់វិញដុតឡើងជាប់ភ្នៅហើយពេលញ៉ាំទៅក៏ឆ្ងាញ់ម្យ៉ាងដែរពេលនោះនីខុមក៏និយាយទៅបុលថាគ្នាទៅយកថែមមួយទៀតហើយវើយមើលទៅដូចជាតំណងណានេះពេលនោះបុលក៏មិនបាននិយាយអ្វីនោះដែរដោយគ្រាន់តែងក់ក្បាលព្រោះដូចជាមិនទាន់ឆ្អែតនៅឡើយនោះទេព្រោះតែសត្វមាន់ព្រៃមួយក្បាលនេះរាងតូចតែមួយនឹងហើយក្រៅតែអំពីមាន់ព្រៃទៅគឺមានតែពងពស់នេះហើយដែលអាចចំអែតក្រពះរបស់ពួកគេបាននៅពេលនោះបុលគាត់ក៏បានប្រញាប់រៀបចំដាក់អុសបន្ថែមទៀតទៅលើពំនូកភ្លើងដែលបង្កាត់រួចហើយនោះហើយដែលពំនូកភ្លើងមួយនោះស្ទើរតែនឹងរលត់ទៅវិញទៅហើយតែបែរជាឆេះត្រឡប់មកវិញម្ដងទៀតអំឡុងពេលដែលនីខុមក្រោបដើរទៅយកពងនោះរំពេចនោះបុលគាត់ហាក់ដូចជាមានអារម្មណ៍ថាមានអ្វីខុសប្លែកពីធម្មតានៅជុំវិញកន្លែងដែលគាត់កំពុងសម្រាកនោះពេលវេលាមិនប្រមាណនាទីផងគាត់ក៏ងើបក្រោកឈរទៅមើលព្រោះអំបញ្ញមិញហាក់ដូចជាមានរូបភាពអ្វីមិនដឹងនោះទេលេចឡើងនៅចំពោះមុខគាត់វាក៏ស្រាប់តែធ្វើឲ្យបុលមានអារម្មណ៍ខ្លាចមួយរំពេចព្រោះតែខ្លួនរបស់នាយខុមកំពុងត្រូវពុះថ្លាន់យ៉ាងធំគៀបរឹតជាប់ដេកដួលនៅនឹងដីមើលទៅនាយខុមដូចជាកំពុងតែចង់ដាច់ដង្ហើមស្លាប់ទៅហើយបុលគាត់ក៏ប្រញាប់លូកដៃទៅស្រវាចាប់កន្ទុយពស់ដើម្បីស្រាយគំនួចចេញពីការរឹតរបស់វាដោយដែលធ្លាប់បានឮមនុស្សចាស់បុរាណតែងតែនិទានឲ្យស្ដាប់ថាបើពស់ថ្លាន់រឹតគាត់ឲ្យយើងប្រយ័ត្នត្រង់ក្បាលរបស់វាមិនត្រូវទៅចាប់ត្រង់ក្បាលរបស់វានោះឡើយវាអាចនឹងខាំយើងវិញហើយបើយើងចង់ទាញកន្ត្រាក់ជនរងគ្រោះចេញពីវានោះប្រកាសជាជនរងគ្រោះច្បាស់ជាដាច់រលាត់ដាច់សាច់រយៈជាក់ជាមិនខានឡើយគឺថាចាស់គាត់ឲ្យយើងចាប់ទាញត្រង់កន្ទុយពស់វិញពេលនោះបុលគាត់ក៏ចាប់ទាញកន្ទុយពស់នោះរហូតទាល់តែសត្វពស់ធំនោះវាចេញពីខ្លួនរបស់នាយខុមបានសម្រេច
ងាយខំដកដង្ហើមដង្ហក់ដូចជាមនុស្សបានកើតសារជាថ្មីអញ្ចឹងហើយដោយការខឹងខ្លាំងពេកនីខំគាត់ក៏រត់ត្រឡប់មកយកកាំបិតផ្គាក់នៅនឹងកន្លែងដែលគាត់កំពុងសម្រាកនោះយកទៅកាប់ក្បាលពស់ថ្លាន់នោះខ្ទាតដាច់ចេញពីខ្លួនតែម្ដងហើយនិយាយទាំងកំហឹងថាអាយ៉ាហែងចង់លេងជាមួយអញណាឥឡូវអញនឹងបញ្ជូនហែងឲ្យទៅជួបយមបាលទៅចុះពេលដែលសត្វពស់ថ្លាន់នោះងាប់ហើយនីខំក៏យកជើងរបស់គាត់ទៅទាត់ធាក់ខ្លួនរបស់សត្វពស់ដែលមិនមានក្បាលនោះននាលទៅននាលមកលើដីយ៉ាងចាស់ដៃហើយនៅពេលនោះស្ថានភាពដើមឈើជុំវិញនោះហាក់ដូចជាញាប់ញ័ររហូតមានស្លឹកឈើជ្រុះមកពីពេញដីហាក់បីដូចដើមឈើទាំងនោះកំពុងមានសត្វស្វាចាំអង្រួននៅខាងលើដើមអញ្ចឹងតែប្រសិនបើមានសត្វស្វានៅអង្រួនលើដើមមែននោះវាគួរតែឃើញហើយតែនេះមិនមានអ្វីទល់តែសោះស្រាប់តែដើមឈើរង្គើបែបនេះទៅវិញនេះខំសួរទៅបុលថានេះវាកើតអ្វីឡើងទៅបុលខ្ញុំដូចជាខ្លាចណាស់គណៈពេលដែលបុលក៏គាត់មានអាការៈភ័យខ្លាចដូចគ្នាដែរពេលនោះបុលក៏នឹកគិតដល់សម្ដីរបស់ប្រពន្ធគាត់ពេញខួរក្បាលរបស់គាត់ធ្លាប់បានហាមគាត់កុំឲ្យចូលមកក្នុងព្រៃមួយនេះឲ្យសោះព្រោះតែព្រៃមួយនេះមានអមនុស្សនិងអសូរកាយសាហាវខ្លាំងណាស់ពេលនោះបុលមិនគិតអ្វីយូរនោះទេក៏ប្រញាប់នាំនីខំឲ្យរៀបចំប្រមូលរបស់របរឲ្យបានលឿនកាន់តែល្អដើម្បីចាក់ចេញពីព្រៃនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានពេលនោះម៉ោងខ្ទង់5ល្ងាចពួកគេក៏បានចេញផុតពីព្រៃនោះដោយសំណាងល្អពួកគេទាំងពីរនាក់នោះមិនមានរឿងអ្វីធ្ងន់ធ្ងរកើតឡើងនោះឡើយពេលពួកគេបានមកដល់ផ្ទះភ្លាមនីខំដោយគាត់នៅមានការផិតភ័យគាត់ក៏រកស្រាសមកផឹកបន្តិចដើម្បីកុំឲ្យខ្លាចពេកហើយក៏ដើម្បីហៅឲ្យព្រលឹងតូចព្រលឹងធំរបស់គាត់ចូលខ្លួនវិញនីខំផឹកបានបន្តិចក៏សួរទៅបុលថាបុលព្រៃដែលយើងចូលទៅនោះតើវាមានពាក់ព័ន្ធអ្វីទៅនឹងសត្វពស់ដែលខ្ញុំបានសម្លាប់នោះទេចំណែកបុលឆ្លើយទៅវិញខណៈពេលដែលគាត់កំពុងតែផឹកស្រាសបានមួយក្អឹកចូលក្នុងបំពង់កដែរនោះអូយើងក៏មិនដឹងដូចគ្នាវើយតែយើងថាមិនចាំបាច់ទៅនិយាយដល់វានាំតែមិនសប្បាយចិត្តនោះទេល្អជាងខណៈពេលដែលពួកគេកំពុងជជែកគ្នានោះស្រាប់តែលេចមុខបរិសចំណាស់ម្នាក់ដែលបរិសចំណាស់នោះគឺជាលោកឪពុកក្មេងរបស់បុលគាត់កំពុងជិះកង់ខ្លះមានកាន់ធុងជ័រតូចមួយនៅនឹងដៃចូលមកឈប់នៅមុខខ្ទមដែលនៅខាងមុខផ្ទះរបស់បុលដែលជាកូនប្រសាររបស់គាត់ដោយនៅក្នុងធុងនោះមានសុទ្ធតែពងអង្ក្រងប្រហែលជា2ចានធំហើយគាត់បាននិយាយទៅកាន់កូនប្រសារគាត់ថាកាលពីថ្ងៃមុនពុកឮថាប្រពន្ធឯងនឹងរអ៊ូចង់ញ៉ាំញោមពងអង្ក្រងហើយពុកក៏ទៅយកវាមកឲ្យណាឯងយកទៅឲ្យប្រពន្ធឯងធ្វើម្ហូបអាហារទៅបុលពេលនោះបុលគាត់ក៏និយាយទៅកាន់លោកឪពុកក្មេងគាត់ថាអរគុណពុកអញ្ជើញអង្គុយចុះសិនមកពុកកុំតន់ប្រញាប់ទៅវិញអីពេលនោះឪពុកក្មេងរបស់បុលគាត់ក៏អង្គុយចុះហើយនិយាយគ្នាបានមួយសន្ទុះនៅពេលដែលឪពុកក្មេងគាត់ដឹងថាបុលនឹងនាយខំទើបចេញមកពីបរបាញ់សត្វមាន់ព្រៃនៅឯព្រៃទាព្រលឹងនោះភ្លាមគាត់មានទឹកមុខតក់ស្លុតហើយនិយាយថាហ៎ព្រៃហ្នឹងអត់ដែលមាននរណាហ៊ានចូលទៅទេវើយដឹងខ្លួនខ្លះទេថាពួកឯងមិនគួរចូលទៅទីនោះទេលោកឪពុកក្មេងគាត់និយាយដោយសំឡេងមួយតែក្រសែភ្នែកគាត់ហាក់ដូចជាមានភាពកង្វល់នៅក្នុងចិត្តបុលសួរទៅឪពុកក្មេងវិញថាហើយព្រៃហ្នឹងមានអីទៅពុកពេលនោះឪពុកក្មេងក៏ឆ្លើយទៅវិញថាព្រៃមួយកន្លែងនោះវាជាព្រៃធំហើយមានដើមឈើក្រាស់ខ្មឹកក្រៅតែពីរឿងអាថ័ន្តទៅនៅក្នុងព្រៃនោះក៏មានភាពអាថ៌កំបាំងច្រើនណាស់ដែរហើយវាក៏មានសត្វពស់ជាច្រើនលើសលប់មានទាំងពស់មានពឹសហើយនិងពស់អត់ពឹសរស់នៅទីនោះអ្វីដែលសំខាន់នោះ
ពុកបានលើគេនិយាយតគ្នាថាប្រសិនបាននរណាហ៊ានចូលទៅធ្វើបាបសត្វពស់នៅក្នុងព្រៃនោះហើយពួកគេទាំងនោះក៏រស់នៅមិនបានសុខដែរគឺអាចនឹងមានរឿងចម្លែកកើតឡើងទៅលើពួកគេគ្រប់គ្នាពេលសម័យពុកនៅកំឡោះមានព្រាន2នាក់នៅក្នុងភូមិឈ្មោះថាព្រានប៉ុននិងព្រានផែនពួកគេបានចូលទៅសម្លាប់សត្វពស់វែកដំបូកមួយគូស្លាប់នៅក្នុងព្រៃនោះដល់ពេលល្ងាចពួកគេក៏ត្រឡប់មកផ្ទះវិញលុះដល់ព្រឹកឡើងស្រាប់តែឃើញពួកគេនឹងបានក្លាយជាសាកសពទៅវិញស្លាប់ដោយសភាពដូចត្រូវពស់ពឹសចឹកដូចគ្នាគឺស្លាប់ទាំងពីរនាក់តែម្ដងហើយបន្ទាប់ពីអ្នកទាំងពីរស្ដាប់លោកពុកនិយាយដល់ត្រឹមកន្លែងហ្នឹងពុកគាត់សង្កេតឃើញថានាយខុមមានទឹកមុខស្លេកស្លាំងដោយឃើញអាការៈនាយខុមបែបហ្នឹងហើយខ្លាចថាពុកក្មេកសង្ស័យទៀតនោះបុលគាត់ក៏បាននិយាយបន្លប់ឪពុកក្មេករបស់គាត់មិនឲ្យដឹងរឿងរ៉ាវរបស់ពួកគេនោះឡើយតែថាមនុស្សចាស់ដែលធ្លាប់ឆ្លងកាត់ក្តៅត្រជាក់មកជាច្រើនឆ្នាំហើយនោះទោះបីបើមិននិយាយតែគាត់ល្មមនឹងមើលដឹងថាបុលជាមួយនឹងនាយខុមអាចនឹងចូលទៅធ្វើរឿងអ្វីមួយដែលមិនល្អមកហើយនៅក្នុងព្រៃនោះពេលនោះលោកឪពុកក្មេកគាត់ក៏បានដោះចែកកាច់ចេញពីករបស់គាត់ហើយដែលចែកកាច់មួយនោះមានរាងវែងចងភ្ជាប់ជាមួយនឹងខ្សែស្បែកសត្វចាស់មួយយ៉ាងតែថាវាក៏រាងចាស់ណាស់ទៅហើយព្រោះវាមើលទៅដូចជារបស់ដែលទទួលបានជាកេរមរតកតគ្នាយូរលង់ណាស់មកហើយឪពុកក្មេករបស់បុលគាត់និយាយថាបុលឯងគួរតែពាក់វាឲ្យជាប់កទៅណាកូនកុំដោះវាឲ្យសោះទល់តែដល់ថ្ងៃសិលធំទើបអាចដោះបានខ្លះបន្ទាប់ពីនិយាយជាមួយបុលដែលជាកូនប្រសារគាត់ហើយនោះគាត់ក៏ងាកមកមើលនាយខុមហើយនិយាយថាចំណែកឯងទៅត្រឡប់ទៅផ្ទះទៅរករបស់ល្អណាមួយពាក់នឹងគេដែរទៅក្រែងជួយអ្វីបានខ្លះណាពេលនោះខុមឆ្លើយទៅវិញថាបាទតានាយខុមលើកដៃសំពះដល់ក្បាលហើយអរគុណក្រោយពីអង្គុយផឹកស្រាសហើយនិយាយគ្នាបានមួយសន្ទុះធំមកមេឃក៏ចាប់ផ្ដើមងងឹតពេលនោះលោកឪពុកក្មេកបុលក៏ត្រឡប់ទៅផ្ទះគាត់ទៅចំណែកឯនាយខុមក៏ត្រឡប់ទៅផ្ទះដូចគ្នាដែរហើយពួកគេក៏ឡើងជិះយានជំនិះរបស់ពួកគេចាក់ចេញទៅផ្ទះរៀងខ្លួនបុលបន្ទាប់ពីបានដឹងរឿងរ៉ាវដែលឪពុកក្មេករបស់គាត់និយាយឲ្យស្ដាប់ហើយនោះគាត់ក៏ឈរសម្លឹងមើលនាយខុមពីខាងក្រោយខ្នងដោយភាពព្រួយបារម្ភស្របពេលដែលនាយខុមកំពុងតែជិះម៉ូតូចេញពីផ្ទះគាត់ទៅខណៈពេលដែលកំពុងតែមើលនាយខុមជិះម៉ូតូចេញទៅនោះគាត់ក៏ងាកមកវិញស្រាប់តែគាត់ប្រទះឃើញស្រមោលខ្មៅរាងដូចជាសត្វពស់ធំហើយរត់ដេញតាមពីក្រោយម៉ូតូរបស់នាយខុមយ៉ាងលឿននឹងធ្វើឲ្យបុលគាត់ព្រឺសម្បុរខ្ញាក់ទាំងដែលគាត់មិនបានសង្កេតឃើញថាមានស្រមោលរាងដូចជាមនុស្សចាស់សក់កន្ទ្រើឈរស្ទង់ក្រោមដើមស្វាយធំមួយដែលនៅក្បែរនឹងមាត់របងមិនឆ្ងាយពីផ្ទះរបស់គាត់ប៉ុន្មាននោះទេដែលឈរសម្លឹងមើលមកគាត់ដោយមិនដាក់កន្ទុយភ្នែកទល់តែសោះក្រោយពីនាយខុមនិងឪពុកក្មេករបស់គាត់បានបើកម៉ូតូចេញទៅតាមផ្លូវរៀងខ្លួនបាត់អស់ទៅមួយសន្ទុះមកគឺថានៅទីតាំងផ្ទះរបស់បុលមានសភាពស្ងាត់ជ្រងំហើយបុលខ្លួនឯងក៏ហាក់ដូចជាមានអារម្មណ៍ថាមាននរណាម្នាក់ឈរនៅពីក្រោយខ្នងគាត់អញ្ចឹងតែថាដែលគាត់ងាកទៅមើលប្រែជាអត់មានអ្វីទាល់តែសោះក្រៅពីសភាពស្ងាត់ជ្រងំនិងងងឹតសូនសងនោះឡើយហើយក្លិនក្រអូបរបស់ផ្កាព្រៃស្រាលដែលរសាត់ចូលមកប៉ះនឹងច្រមុះរបស់គាត់លាយឡំទៅដោយក្លិនស្អុយសាកសពរបស់សត្វព្រៃពេលនោះវាធ្វើឲ្យបុលគាត់មានអារម្មណ៍ត្រជាក់ស្រេបតាំងពីកញ្ចឹងករហូតទៅដល់ចុងជើងពេលនោះដែរគាត់ក៏នឹកឃើញដល់សម្ដីរបស់ឪពុកក្មេករបស់គាត់ពេញខួរក្បាលរបស់គាត់ដែលបាននិយាយរឿងរ៉ាវទាក់ទងទៅនឹងព្រៃទាលព្រលឹងមួយនោះដែលសម្បូរទៅដោយអមនុស្សសាហាវនិងអធម្មព្រោះពុកបានប្រាប់ថាឲ្យតែនរណាហ៊ានទៅធ្វើបាបសត្វពស់នៅក្នុងព្រៃនោះពេលត្រឡប់មកវិញច្បាស់ជាមានកើតហេតុភេទគ្រប់គ្នា
បើនិយាយពីនីខុំវិញពេលដែលគាត់កំពុងបើកម៉ូតូត្រឡប់មកផ្ទះវិញគាត់ងាកមើលជុំវិញខ្លួនគាត់មានសភាពងងឹតឈឹងពេលនោះគាត់ក៏មូលហ្គាបន្ថែមល្បឿនបន្ថែមទៀតដើម្បីឲ្យឆាប់បានទៅដល់ផ្ទះឲ្យបានលឿនបំផុតតែថាម៉ូតូដែលគាត់ជិះនោះទៅមិនបានឆ្ងាយប៉ុន្មាននោះទេដោយសារតែគាត់កំពុងតែភ័យតក់ស្លុតក្នុងចិត្តដូច្នេះគាត់ក៏ប្រញាប់មូលហ្គាពេញមួយទំហឹងស្រាប់តែម៉ូតូដួលបោកទៅនឹងថ្នល់ពេលនោះដែរភ្លើងម៉ូតូក៏ចាំងទៅឃើញរាងមនុស្សប្រុសធំខ្ពស់សម្បុរខ្មៅងងឹតមុខមាំឈរនៅចំកណ្ដាលផ្លូវហើយនៅលើផ្លូវនោះស្រាប់តែចេញសុទ្ធតែសត្វពស់ថ្លាន់ធំជាច្រើនវាមករកគាត់តែពស់ថ្លាន់នោះសុទ្ធតែមានភ្នែកក្រហមខ្មៅសម្លឹងមើលមុខនិខុមយ៉ាងកាចសាហាវចំណែកខាងបុលវិញក្រោយពេលដែលគ្រប់គ្នាត្រឡប់ទៅវិញអស់ហើយគាត់ក៏ប្រញាប់ងូតទឹកចូលដេកក្បែរប្រពន្ធសម្លាញ់របស់គាត់ដោយដណ្ដប់ភួយយ៉ាងជិតតែថាបុលគាត់មានអារម្មណ៍ក្តុកក្តួលក្តៅក្នុងខ្លួនរកប្រាប់អ្វីមិនត្រូវសោះដេកភ្ញាក់កន្ត្រាក់ដៃកន្ត្រាក់ជើងរហូតដល់វេលាយប់ជ្រៅគាត់ក៏បានលាន់ឮសំឡេងឈីតលាន់ឮពីខាងក្រៅផ្ទះរបស់គាត់មកដូចជាមានអ្វីមួយយ៉ាងដែលវិលវល់នៅខាងក្រៅផ្ទះគាត់អញ្ចឹងដោយសារតែភាពសង្ស័យថាតើសំឡេងនោះជាសំឡេងអ្វីគាត់ក៏ងើបដើរលបកាន់យកកាំបិតផ្គាក់ជាប់នៅក្នុងដៃដើម្បីចេញទៅមើលដោយសារតែត្រចៀកទ្វារផ្ទះរបស់គាត់មិនដែលដាក់ប្រេងអីនឹងគេនោះគ្រាន់តែគាត់បើកទ្វារភ្លាមលាន់ឮសូរក្រាកបើទោះបីជាគាត់ខំរុញទ្វារយ៉ាងតិចក៏ដោយចេញមកក៏ដោយក៏នៅតែសំឡេងលាន់ឮខ្លាំងដែរទើបធ្វើឲ្យសំឡេងចម្លែកនោះវាស្ងប់ស្ងាត់បាត់ទៅវិញភ្លាមបុលគាត់ដើរមកឈរលើរៀនហាលក៏សម្លឹងមើលចេញទៅខាងក្រៅផ្ទះដែលពោពេញទៅដោយភាពងងឹតស្លុបគាត់ក៏លេចមើលជុំវិញបរិវេណផ្ទះក្រែងលោមានអ្វីគួរឲ្យសង្ស័យតែដូចជាគ្មានអ្វីទល់តែសោះមុននឹងក្រលៀសភ្នែកចូលមកក្នុងបរិវេណផ្ទះគាត់វិញហើយដើម្បីឲ្យកាន់តែច្បាស់ថាវាពិតជាគ្មានអ្វីមែននោះបុលគាត់ក៏បានដើរត្រួតពិនិត្យគ្រប់សពនៅក្នុងបរិវេណផ្ទះរបស់គាត់ដោយគាត់ដើរលបចុះតាមកម្មចន្ទាទៅជាន់ក្រោមដោយសារតែមានពន្លឺចែងចាំងពីក្បាលបញ្ចាំងចុះមកវាល្មមឲ្យគាត់មើលឃើញបរិវេណជុំវិញផ្ទះគាត់មួយចំនួនផងដែរខណៈពេលដែលគាត់កំពុងតែដើរលបនោះក៏ស្រាប់តែមានសភាពត្រជាក់ស្រេបនិងមានធំក្លិនភាយទំនងដូចជាក្លិនស្អុយរបស់សាកសពសត្វព្រៃអណ្ដែតរសាត់មកពីពេញផ្ទៃច្រមុះរបស់គាត់ធ្វើឲ្យគាត់ព្រឺសម្បុរភ្ញាក់ងាកឆ្វេងងាកស្ដាំជុំវិញខ្លួនព្រមទាំងកាន់កាំបិតផ្គាក់នៅក្នុងដៃផងដែរនោះពេលនោះម្ចាស់សំលេងឈីតនោះក៏ទំនងហាក់ដូចជាដឹងខ្លួនផងដែរក៏ស្រាប់តែឮសូរសំឡេងឈីតនោះក៏លាន់ឮសូរដូចជាកំពុងចាក់ចេញទៅខាងក្រៅរបងផ្ទះរបស់គាត់ទៅហើយខ្លួនគាត់ក៏ប្រញាប់ប្រញាល់ដេញតាមសំឡេងឈីតនោះភ្លាមពេលនោះគាត់ក៏ត្រូវភ្ញាក់ព្រឺតស្លុតមួយរំពេចដោយមើលតាមសសរក្រោមផ្ទះទៅស្រាប់តែបានឃើញនរណាម្នាក់មិនដឹងនោះទេរាងធំខ្ពស់កំពុងតែឈរនៅខាងក្រៅរបងផ្ទះរបស់គាត់ហើយនៅក្នុងដៃស្ដាំរបស់វាហាក់ដូចជាមានកាន់កាំបិតផ្គាក់មិនខុសពីគាត់នោះដែរពេលនោះបុលគាត់ក៏បានស្រែកសួរពីក្នុងផ្ទះគាត់ទៅថាអ្នកណាគេហ្នឹងដោយខ្លួនគាត់ព្យាយាមសម្លឹងមើលទៅមនុស្សមាឌធំនោះដែលកំពុងឈរនៅក្នុងភាពងងឹតតែដោយសាររយៈឆ្ងាយទើបធ្វើឲ្យគាត់មិនអាចមើលឃើញពីមុខមាត់របស់ម្នាក់នោះច្បាស់នោះទេបុលគាត់ព្យាយាមឈរសម្លឹងមើលដោយមិនដាក់ភ្នែកពីលក្ខណៈនឹងរឹកពៀថាតើជាអ្នកណាឲ្យពិតតែសម្លឹងមើលយូរទៅគាត់ក៏មិនមានអារម្មណ៍ថាដូចជាប្រហែលមុខអ្នកណានោះទេហើយនៅក្នុងរវាងដែលគាត់សម្លឹងមើលនោះបរិសចម្លែកម្នាក់នោះក៏យាកាំបិតកាប់ចូលទៅក្នុងដើមកន្ទួតខាងរបងផ្ទះរបស់បុលកាប់មែកតូចកាប់មែកធំយ៉ាងសាហាវគ្មានត្រាប្រណីហាក់ដូចជាកំពុងមានគំនុំជាមួយអ្នកណាតាំងពីអង្កាលមកបុលគាត់ឃើញបែបនេះហើយក៏មានអារម្មណ៍ដូចជាមិនសូវស្រួលសោះបុលក៏ស្រែកសួរទៅថា
ឈប់ណាវើយពេលនោះបុលគាត់ក៏ប្រញាប់រត់តម្រង់ទៅរកបរិសម្នាក់នោះភ្លាមដែលកំពុងតែឈរមិនឆ្ងាយពីរបងផ្ទះរបស់គាត់ប៉ុន្មាននោះទេពេលទៅដល់គាត់មើលឃើញថាបរិសមុខមាំម្នាក់នោះមិនមែនជាមនុស្សដែលគាត់ធ្លាប់ស្គាល់ពីមុនមកនោះទេតែអ្វីដែលគាត់មិនបានឃើញនោះគឺបរិវេណត្រង់ធុងសម្រាមជិតនោះដែលពោពេញទៅដោយសត្វពស់ថ្លាន់ធំជាច្រើនក្បាលដេកសម្ងំនៅក្នុងនោះហើយអ្វីដែលគាត់ចាប់អារម្មណ៍តែម្យ៉ាងនោះគឺគាត់មានអារម្មណ៍ធំក្លិនស្អុយភីចេញមកប៉ះនឹងច្រមុះរបស់គាត់ឡើងមួងព្រោះគាត់នឹកសង្ស័យរឿងក្លិននេះមកយូរហើយដូចគ្នាតែគាត់មិនខ្វល់ច្រើននោះទេដោយសារតែភាពខឹងផងដែរនោះគាត់ក៏បានទាញទ្វាររបងបើកដើរចេញទៅព្រមទាំងលើកកំបិតផ្គាក់របស់គាត់ចង្អុលមុខអាបរមម្នាក់នោះដោយនិយាយថាឯងមកកាប់អីនៅទីនេះតើឯងត្រូវការអីហ៎គ្រានោះស្រាប់តែបរោះមុខមាំនោះក៏ឈប់ឆ្ងក់នៅត្រឹងហើយងាកមុខមើលមកបុលដោយកែវភ្នែកដែលសម្លឹងមកនោះដូចជាបញ្ចេញពន្លឺឡើងក្រហមឆេះទោះបីជានៅទីនោះមានភាពងងឹតក៏ដោយតែយើងអាចមើលដឹងថាបរោះម្នាក់នោះខុសពីមនុស្សម្នាធម្មតាបរោះម្នាក់នោះនិយាយចេញមកដោយមិនទាំងហើបបបេមាត់ផងដោយសំឡេងស្អកខ្លាំងថាអញនឹងយកជីវិតឯងបុលគាត់ឮបែបនេះគាត់ក៏ភ្ញាក់ហើយដើរថយក្រោយភ្លាមហើយគាត់មិនប្រកាសចិត្តថាបរោះដែលនៅចំពោះមុខគាត់នេះជាមនុស្សឬខ្មោចនោះទេព្រោះតែផ្លែកំបិតរបស់បរោះម្នាក់នោះបានកាត់ចូលមកលើបុលភ្លាមតែដោយសារតែបុលបានលើកផ្លែកំបិតរបស់គាត់ទប់ជាប់តាន់ពេលនោះសំឡេងដែកប៉ះទង្គិចគ្នាយ៉ាងខ្លាំងអ្វីត្បិតតែបុលខ្លួនគាត់ត្រឹមតែជាបរោះធ្វើខ្សែចំការក៏ពិតមែនតែដោយសារតែគាត់ធ្លាប់បានហាត់យុទ្ធគុណមកខ្លះដែរកាលពីនៅកំឡោះនោះដូច្នេះក្បាច់គុណកំបិតរបស់គាត់ក៏មិនអន់អីនោះដែរទើបអាចតដៃជាមួយនឹងបរោះមុខមាំនោះបានហើយគូផ្សំជាមួយនឹងវត្ថុស័ក្តិសិទ្ធិអានុភាពចែកកាច់របស់ឪពុកក្មេងរបស់គាត់ដែលបានពាក់នៅនឹងកទៀតនោះក៏ធ្វើឲ្យគាត់ហាក់ដូចជាមានកម្លាំងអាកំបាំងជួយគាត់ពីក្រោយខ្នងអញ្ចឹងបុលបានកាប់មួយកំបិតធ្វើឲ្យភាគីម្ខាងទៀតស្រុតចុះដួលថយក្រោយភ្លាមពេលនោះបុលគាត់ប្រញាប់យកកំបិតទៅភ្ជង់បំពង់កបរោះមុខមាំនោះក្នុងគោលបំណងឲ្យគេព្រមចោះចាញ់គាត់តែថាអ្វីដែលមិននឹកស្មានដល់នោះក៏ស្រាប់តែខ្សែកចែកកាច់របស់គាត់ត្រូវបានដាច់ចេញពីគ្នារវាងខ្សែកនិងបន្តោងពេលនោះដែរបរោះមុខមាំម្នាក់នោះក៏ញញឹមហើយនិយាយថាដល់ពេលអញម្ដងហើយវើយហើយបរោះមុខមាំម្នាក់នោះក៏ក្រោកឡើងពីដីបុលគាត់ក៏លើកកំបិតកាប់ប្រមាណដងទៅលើខ្លួនបរោះម្នាក់នោះតែហាក់ដូចជាកាប់ខ្យល់ប៉ុណ្ណោះនោះទេពេលនោះបុលគាត់ក៏រអ៊ូថានេះស្អីគេវើយបាត់ទៅណាហើយពេលនោះដែរបុលគាត់ក៏ស្លុតនៅក្នុងចិត្តហើយដើរថយក្រោយដោយដឹងក្នុងចិត្តថាបែបនេះមិនមែនជាមនុស្សនោះទេរំពេចនោះស្រាប់តែមានសំឡេងលាន់ឮមកថាឯងធ្វើឲ្យបរិវារយើងស្លាប់ដូច្នេះឯងត្រូវតែមានអ្នកណាស្លាប់ជំនួសវិញភ្លាមនោះបរោះមុខមាំនោះក៏ឈាន3ចំហៀនចូលមករកបុលគ្រានោះឯងដែលបុលគាត់បានឃើញសត្វពស់ថ្លាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលវាមករកគាត់ហើយចាប់រឹតគាត់យ៉ាងណែនធ្វើឲ្យគាត់មិនអាចធ្វើអ្វីឬកម្រើកបាននោះទេដោយសារតែគាត់ត្រូវសត្វពស់ថ្លាន់ធំជាច្រើនក្បាលរឹតគាត់ពេញខ្លួនពេញទាំងដៃនិងពេញទាំងជើងឆ្អឹងផ្នែកផ្សេងរបស់គាត់លាន់ឮសូរក្រឹបបន្តគ្នាអណ្ដាតស្ទើរតែលៀនចេញមកក្រៅមាត់ទៅហើយក្នុងវិនាទីដែលស្លាប់ហើយនឹងរស់ស្មើគ្នានោះបុលគាត់បានឃើញបរិសវ័យចំណាស់ម្នាក់មានសក់ក្បាលសសម្ព្រុះដើរចូលមកព្យាយាមនឹងជួយគាត់ដោយនិយាយទៅកាន់បរិសមុខមាំនោះថាសូមដោះលែងគេទៅណាបរិសមុខមាំនោះបានលើកដៃចង្អុលមុខតាចាស់ម្នាក់នោះហើយនិយាយថាបានហើយតាមចាស់ទឹកម្ចាស់ដីតែឯងមិនមានឫទ្ធិអំណាចអីអាចធ្វើអីយើងបានទេដូច្នេះតែឯងកុំមករវល់អីល្អជាងប្រយ័ត្នថាយើងមិនបានប្រាប់ណាលុះដល់ព្រឹកព្រលឹមឡើងប្រពន្ធរបស់បុលនាងក៏ក្រោកឡើងពីដំណេកដើម្បីដាំបាយធ្វើម្ហូបដូចសពមួយដង
តែពេលភ្ញាក់ពីដេកមកលើកនេះនាងហាក់បែបជាមានអារម្មណ៍ប្លែកនៅក្នុងចិត្តដូចជាមិនបានឃើញប្តីរបស់នាងគេងនៅលើគ្រែក្បែរនាងដូចរាល់ដងរំពេចនោះនាងក៏បានស្រែកហៅប្តីនិងស្វែងរកប្តីជុំវិញផ្ទះរបស់នាងតែមិនមានសំឡេងប្តីរបស់នាងឆ្លើយតបទាល់តែសោះលុះដើរដល់មុខរបងផ្ទះទើបនាងបានឃើញថាបុលប្តីរបស់នាងបានដេកស្លាប់ភ្នែកលៀនថ្លែនៅក្បែរដើមកន្ទួតគៀនរបងផ្ទះបាត់ទៅហើយពេលនោះនាងក៏ប្រញាប់ស្ទុះទៅអោបសពប្តីរបស់នាងហើយស្រែកយំថាខ្ញុំប្រាប់បងហើយថាកុំឲ្យទៅតែបងមិនស្ដាប់ខ្ញុំទេឥឡូវឃើញទេលទ្ធផលហើយនៅក្នុងថ្ងៃជាមួយគ្នានឹងដែរអ្នកភូមិពួកគេក៏បានទៅយកសាកសពនាយខុមដែលដេកស្លាប់នៅមាត់ផ្លូវចូលភូមិដោយសាកសពមានសភាពបាក់ឆ្អឹងពេញទាំងរាងកាយដូចគ្នាទៅនឹងបុលដែរហើយការស្លាប់អ្នកទាំងពីរក៏คล้ายជារឿងរ៉ាវមួយសម្រាប់ដាស់តឿនចិត្តរបស់អ្នកភូមិនានាឲ្យនិយាយតគ្នាជាពិសេសទូលមានដល់កូនចៅចំនួនក្រោយសូមកុំទៅធ្វើបាបឬបៀតបៀនសត្វពស់ដែលរស់នៅក្នុងព្រៃទីព្រលឹងនោះទៀតជាដាច់ខាតបើមិនចង់ស្លាប់បែបនេះនោះដែរ